เทรคเตอร์แคมโบเดียน้อมมกจูนดอยฮานุมานไลเอสิเจปอยกำลังบักกากาโบเฟรนนโดไอ้เลยนี่สมเชิญจัดพร้อมแต่งกลครอมต่างอ่ะดมงสมเชิญจัดโซวันเนรีបន្តសូមអញ្ជើញចាច់កញ្ញានិងជាបន្តសូមអញ្ជើញចាច់បាយរ៉ាសូមអញ្ជើញចាច់សុកសីឡាលីប្រិយមិត្តទស្សនិកជនឥឡូវនេះបែកជនទាំង 14X រួមជាមួយនឹងឆាច់ទាំង4រូបរបស់ពួកគាត់កំពុងតែត្រៀមលក្ខណៈទទួលយកលទ្ធផលពីការវោតគាំទ្រពីទស្សនិកជនទាំងអស់ទូទាំងប្រទេសតាមរយៈ app ហងមាស Mobile App បាទអញ្ចឹងមិនដឹងថាតើអ្នកណាដែលត្រូវនៅអ្នកណាដែលត្រូវទៅនោះទេដូច្នេះសូមក្រុមការងារយកលទ្ធផលមកកាន់វេទិកាសូមអរគុណលោកវិរតប្រិយមិត្តទស្សនិកជនឥឡូវនេះយើងនឹងធ្វើការប្រកាសសម្រាប់បេក្ខជនដែលអាចបន្តទៅវគ្គ Live Show សប្តាហ៍ទី3ហើយសម្រាប់អេកដំបូងគេដែលមានឱកាសបោះជំហានឈានឆ្ពោះទៅកាន់វគ្គ Live Show នៅសប្តាហ៍ទី3បាទទៅលើបាទទៅលើណាណាដេកូវីចូលរួមអបអរសាទរហើយសម្រាប់បេក្ខជនដែលអាចបន្តទៅវគ្គ Live Show ជាបន្តទៀតគឺឌីស្រីពេជ្រអបអរសាទរឌីស្រីពេជ្រមានឱកាសនឹងវាសនាបន្តដំណើរទៅកាន់វគ្គ Live Show នៅសប្តាហ៍ទី3ប្រិយមិត្តទស្សនិកជនសម្រាប់អេកដែលមានសមត្ថភាពនិងឱ
បេក្ខជនដែលអាចបន្តទៅវគ្គ live show ជាបន្តទៀតគឺអូនកញ្ញា អូសាទរអូនកញ្ញាមានឱកាសបន្តដំណើរទៅកាន់វគ្គ live show សប្តាហ៍ទី3ប្រិយមិត្តទស្សនិកជនជាទីមេត្រីយើងនៅមានបេក្ខជនដែលមានសក្តានុពលជាបន្តទៀតដែលអាចបន្តដំណើរទៅកាន់វគ្គ live show នៅសប្តាហ៍ទី3ដោយសុវត្ថិភាពហើយម្នាក់នោះគឺកៅសុគន្ធា ហើយសម្រាប់អ្នកដែលអាចបន្តនៅក្នុងរាត្រីនេះទៅសប្តាហ៍ក្រោយគឺធីមធា អូសាទរបេក្ខជនធីមធានមានឱកាសបោះជំហានជាតិឆ្ពោះទៅកាន់វគ្គ live show សប្តាហ៍ទី3ហើយអ្នកដែលមានសំណាងអាចបោះជំហានបន្តដំណើរទៅកាន់វគ្គ live show នៅសប្តាហ៍ទី3បានទៅលើបានទៅលើស្រីកៅបុនណា អូសាទរហើយបន្តទៅទៀតអ្នកដែលមានឱកាសបន្តគឺរិនសារ៉ា អូសាទររិនសារ៉ាអាចបន្តដំណើរទៅកាន់វគ្គ live show សប្តាហ៍ទី3ប្រិយមិត្តទស្សនិកជនជាទីមេត្រីនៅមានអេកជាច្រើនរូបទៀតដែលពួកគេទទួលបាននូវមហាឱកាសពីទស្សនិកជនអាចបន្តដំណើរទៅកាន់វគ្គ live show នៅសប្តាហ៍ទី3បានទៅលើបានទៅលើលុនរ៉ូស៊ីកា អូសាទរហើយសម្រាប់អ្នកដែលអាចបន្តទៅវគ្គខាងមុខទៀតគឺឆាយរីឆា អូសាទរឆាយរីឆាតអាចបន្តដំណើរទៅមុខដោយសុវត្ថិភាពប្រិយមិត្តទស្សនិកជនជាទីមេត្រីជាបន្តទៅទៀតនេះគឺជាបេក្ខជនដែលទទួលបាននូវការគាំទ្រពីមហាជនទូទាំងប្រទេសកម្ពុជា ប៉ុន្តែមុននឹងប្រកាសអបអរសាទរចៅសុវណ្ណរាជអាចទៅអង្គុយទៅកាន់ទីកន្លែងវិញបានហើយ អបអរសាទរហើយជាបន្តយើងនឹងមានបេក្ខជនដ៏ឆ្នើមជាបន្តទៀតដែលអាចបន្តទៅកាន់វគ្គ live show នៅសប្តាហ៍ទី3បានទៅលើបានទៅលើអេកធូបយ ហើយក្នុងចំណោមបេក្ខជនទាំងអស់ដែលកំពុងតែឈរនៅលើវេទិកាជាមួយនឹងចៅរបស់ពួកគាត់មានតែម្នាក់ទេដែលអាចបន្តហើយអ្នកដទៃគឺត្រូវចាកចេញពីកម្មវិធីអ្នកដែលអាចបន្តនៅក្នុងរាត្រីនេះគឺឡៅស៊ីហ្គេម អបអរសាទរឡៅស៊ីហ្គេមអាចប
ហើយចូលរួមអបអរសាទរចាច់ឡាន់លីន ចាសូមអញ្ជើញទៅកាន់ទីកន្លែង សូមអបអរសាទរម្ដងទៀតចូលរួមសោកស្ដាយបាទចាច់បាយរិទ្ធបាទជាមួយនឹងកូនក្រុមមិថុនាបាទចូលរួមបាទសោកស្ដាយចាច់កញ្ញាដូចគ្នា ចាបុនថេនវិរៈ អូយបាទ អូយ វិរៈ សោកស្ដាយ ចូលរួម មែនតើ សោកស្ដាយផងដែលมันអាចបន្តបាទមួយខិតខំប្រឹងប្រែងមែនតែនបាទមិនថាកម្មវិធីណាកម្មវិធីណាជាពិសេស X Factor នេះបាទប្រឹងណាស់ប៉ុន្តែធ្វើម៉េចបាទនេះជាការផ្ញើវោតរបស់ទស្សនិកជនមានអីចង់និយាយទេវិរៈ ចា ជាដំបូងខ្ញុំសូមអរគុណដល់មីងដែលបានជួយបង្ហាត់បរិញ្ញាខ្ញុំអរគុណដល់ប៉ាម៉ាក់ដែលគាត់តែយកលើកទឹកចិត្តខ្ញុំច្រើនខ្លាំងមែនទែនហើយខ្ញុំមិនបានធ្វើឲ្យគាត់សោកស្ដាយខ្លាំងមែនទែនដែលខ្ញុំបានទៅវគ្គបន្តទៀតអរគុណបងប្អូនអរគ្នាមែនបាទអរគុណច្រើន អរគុណដល់វិរៈសម្រាប់ការចូលរួមនិងលះបង់ពេលវេលាជាច្រើនជាបន្តមិថុនាមានអីចង់និយាយអូន បាទបងបើសម្រាប់ខ្ញុំវិញខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងមែនតើនៅពេលដែលខ្ញុំឈានជើងមកដល់ X Factor នេះគឺខ្ញុំអត់នឹកស្មានថា X Factor បានបង្កើតរឿងប្រវត្តិសាស្ត្រដល់សប្បាយរីករាយសម្រាប់ខ្ញុំខ្លាំងមែនតើបង្កើតការចងចាំមួយដ៏ល្អជាពិសេសបានជួបជាមួយនឹងលោកគ្រូរបស់ខ្ញុំលោកគ្រូនុបាយរដ្ឋគាត់បានជួយបង្ហាត់បង្ហាញហើយអរគុណទៅដល់លោកគ្រូភ្លេងក៏ដូចជាបងបងក្រុមការងារទាំងអស់គ្នាដែលតែងតែយកចិត្តទុកដាក់លើបេក្ខជនគ្រប់គ្នាបាទអរគុណបង ចាអរគុណឥឡូវចាច់មានអីចង់បន្ថែមជាការលើកទឹកចិត្តដល់កូនធីមរបស់ខ្លួន អរគុណសម្រាប់ខ្ញុំខ្ញុំគ្រាន់តែមានអារម្មណ៍ថាអាណិតបេក្ខជននៅក្នុងធីមហើយក៏យ៉ាងណាមិញក៏អរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានស្រឡាញ់ជួយចិត្តមីថុនាខ្ញុំដឹងថាបងប្អូនទាំងអស់គ្នាប្រឹងប្រែងអស់ពីសមត្ថភាពនៅក្នុងការបោះឆ្នោតជូនមីថុនាហើយក៏អរគុណសម្រាប់មីថុនាដែលខំប្រឹងប្រែងសម្រាប់ខ្លួនឯងការខិតខំប្រឹងប្រែងសម្រាប់ខ្លួនឯងនេះគឺជារឿងដែលល្អបំផុតតើតែយើងខ្លួនយើងខំប្រឹងដើម្បីខ្លួនយើងសិនបានយើងបង្ហាញឲ្យមនុស្សគ្រប់គ្នាបានឃើញពីអ្វីដែលយើងខិតខំប្រឹងប្រែងយ៉ាងណាមិញក៏អរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលចំណាយពេលចូលរួមទស្សនាហើយថែមទាំងទិញកញ្ចប់វោតឲ្យមីថុនាតែធម្មតាប្រជាជនទូទាំងប្រទេស17លាននាក់មិនប្រកាសថាពួកគាត់ទាំងអស់ត្រូវតែស្រឡាញ់យើងទាំងអស់ទេអញ្ចឹងការចាក់ចេញថ្ងៃនេះគឺជាការបិទទំព័រមួយប៉ុន្តែក៏ជាបទពិសោធន៍ដ៏ល្អសម្រាប់ជីវិតបងប្អូនសង្ឃឹមថាមីថុនាញញឹមទទួលយកនៅភាពជោគជ័យមួយនេះហើយប្រឹងប្រែងដកខាត់សមត្ថភាពខ្លួនឯងបន្ថែមទៀតដើម្បីឱកាសក្រោយៗសូមកុំភ្លេចអរគុណទៅកាន់ពុកម៉ែបងប្អូនដែលគាត់បោះឆ្នោតគាំទ្រយើងក៏ដូចជាអ្នកដែលស្រឡាញ់ចូលចិត្តយើងអរគុណជូនពរឲ្យបងប្អូនទទួលបានជោគជ័យនៅក្នុងឆាកជីវិត អរគុណជាបន្តសូមអញ្ជើញចាច់កញ្ញាមានអីចង់និយាយ អរគុណសម្រាប់ខ្ញុំគឺខ្ញុំតែងតែមានអារម្មណ៍ស្ញប់ស្ញែងចំពោះក្មេងប្រុសម្នាក់ដែលគាត់ប្រឹងប្រែងតស៊ូទោះជាជួបឧបសគ្គហើយការប្រឡងប្រជែងមួយនេះខ្ញុំនៅតែនិយាយទៀតថាគាត់គឺជាបេក្ខភាពដែលមានវ័យក្មេងហើយគាត់បានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពបើទោះបីជាវិញ្ញាសាពេលខ្លះអាចធ្វើឲ្យគាត់សម្រក់ទឹកភ្នែកដោយសារតែគាត់ពិតជារងនៅសម្ពាធចំពោះបទចម្រៀងប៉ុន្តែគាត់នៅតែយកឈ្នះខ្លួនឯងយកឈ្នះសមត្ថភាពត្រូវធ្វើម៉េចអាចឈានមួយជំហានហើយមួយជំហានទៀតខ្ញុំជឿថានេះមិនមែនជាបរាជ័យសម្រាប់គាត់ទេគឺជាចំណុចចាប់ផ្ដើមនៃវិថីសិល្បៈដ៏ខ្លាំងក្លារបស់គាត់អញ្ចឹងខ្ញុំជឿថាមិថុនាក៏ដូចគ្នាវិរៈក៏ដូចគ្នានឹងនៅតែស្រឡាញ់វិស័យមួយនេះហើយតាំងស្មារតីដកខាត់សមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងពូកែបង្ហាញឲ្យគេបានឃើញថាបងអូនពិតជានៅតែមានចំណុចខ្លាំងដើម្បីបង្ហាញទៅកាន់ទស្សនិកជនជាពិសេសថ្ងៃណាមួយអ្នកទាំងពីរនឹងយកឈ្នះទឹកចិត្តអ្នកគាំទ្រឲ្យបានហើយអាចសម្រេចនៅក្តីសុបិនខ្លាយទៅជាតារាចម្រៀងដែលល្បីសម្រាប់ជីវិតរបស់ខ្លួនឯងដូច្នេះជូនពរអ្នកទាំងពីរសូមឲ្យជោគជ័យនៅក្នុងជីវិត X Factor Cambodia រដូវកាលទី2